Hello មានលឺសំឡេងខ្ញុំណែឬទេសួស្តីអ្នកនរគ្នាតាមជួបគ្នាជាមួយខ្ញុំ ADS សម្រាប់រឿងនៅ Mr. Dam លើផ្ទះហើយបងថាថ្ងៃនេះជាតើតាមទស្សនាខ្សែភាពយន្ត anime មួយដែលមានចំណងជើងថាស្អីតើមកតើកុំឲ្យគេរឿងចាត់តាមទស្សនាជាមួយខ្ញុំយូទៅយើងទៅតាមទស្សនាជាមួយខ្ញុំទាំងអស់គ្នា Let's go តែក៏បានសេរីរបស់គេបានមកហើយយើងឃើញអំពីតួឯកប្រុសរបស់យើងគឺកំពុងតែទៅប្រឡងដើម្បីក្លាយខ្លួនធ្វើជា hero រហ័យនៅពេលនោះផងដែរអ្នកដែលនៅប្រឡងទីនឹងគឺបានងាយទៅកាន់តួឯកប្រុសរបស់យើងគឺបាននិយាយថានេះរៀមសំរៀនក្បាលសំក្បាលសក់សំសក់អញ្ចឹងណាបងប្អូនហើយក៏បាននិយាយថាមកក្បាលវាដូចពងទាមន់អញ្ចឹងឯងដែលពងទាមន់ពេលនោះដែរតួឯកប្រុសរបស់យើងគឺគេអាចបានខ្វល់ខ្វាយពីសម្ដីសត្វអេរិឆាននោះទេហើយគេក៏បានប្រឹងវឹកហាត់អញ្ចឹងអ្នកទាំងអស់គ្នាអាចបានថាគេប្រឡងអីក៏ឈ្នះប្រឡងអីក៏ខ្លាំងដែរនិយាយរួមទៅអារបស់ដែលប្រឡងនោះតួឯកប្រុសរបស់យើងដាល់បាយខ្ទេចអស់ហើយគឺដាល់បាយខ្ទេចទាំងអស់តែម្ដងរៃបើកាគីដែលនៅគេនឹងនៅពេលដែលឃើញតួឯកប្រុសរបស់យើងខ្លាំងចោះអ្នកទាំងអស់គ្នាក៏គេបាននិយាយថាងាប់ហើយបើឯងខ្លាំងម្ល៉េះណាវាយឈ្នះឯងអញទៅវិញហើយទៅវិញហើយឈប់ប្រឡងហើយបើធម្មតាសេរីរបស់យើងគេក៏បានបង្ហាញយើងឃើញអំពី channel នៅពេលដែលគេប្រឡងហើយក៏គេបានមើលនីតិគេបាននីតិអញ្ចឹងអ្នកទាំងអស់គ្នាហើយគេចង់ដឹងខ្លាំងណាថាលោកគ្រូរបស់គេសៃតម៉ាក់ហ្នឹងបាននីតិអីដែរណាបាននីតិអីហើយចំណែកឯសៃតម៉ាក់របស់យើងវិញគឺគេបាននិយាយថាអត់ឲ្យមើលទុកមើលខ្លួនឯងមានទុក surprise ណា surprise ទៅ surprise ស្របពេលនោះដែរចេះនោះគឺគេបាននិយាយថាប្រហែលជាបាននីតិអីហើយដោយសារតែលោកគ្រូគឺជាអ្នកវេកំតិចឃ្លាំងបីសាច់ធ្វើឲ្យឃ្លាំងបីសាច់ហ្នឹងរលិតរលាយវិញនឹងឯងបន្ទាប់មកសៃតម៉ាក់របស់យើងគឺគេបានបើកមើលលទ្ធផលរបស់គេមកបើកមើលពុបតែសេហ្នឹងតែស៊ីរហ័យនៅពេលនោះផងដែរចេះនោះរបស់យើងគឺគេអត់សុខចិត្តនោះទេហើយអីបានជាដាក់ឲ្យនីតិលោកគ្រូរបស់គេគឺជានីតិដែលទីបជាងគេបងអស់អញ្ចឹងអ្នកទាំងគ្នាហើយគេគឺចង់តវ៉ាឲ្យលោកគ្រូរបស់គេតែក៏ត្រូវបានលោកគ្រូរបស់គេថាមិនចាំតវ៉ានោះទេនីតិគ្រាន់តែជាតួលេខនោះទេហើយពួកគេក៏បានធ្វើដំណើររៀងខ្លួនទៅព្រឹកស្អែកក៏បានម្ដងក្រុមតួឯកប្រុសរបស់យើងគឺគេបានទៅកន្លែងដែលគ្រូអប់រំរបស់គេអប់រំនៅកន្លែង hero អញ្ចឹងអ្នកទាំងអស់គ្នាដើម្បីទៅស្ដាប់ពីការណែនាំរបស់ពួកគាត់ព្រោះហើយសៃតម៉ាក់របស់យើងគឺគេអត់មានបានទៅស្ដាប់គ្រូអប់រំអីនោះទេគឺគេគិតតែពីទៅពេអៀងស្គរគ្រាប់អញ្ចឹងអ្នកទាំងអស់គ្នាធ្វើឲ្យគ្រូអប់រំនៅទីនោះពិតជាមើលចិត្តនឹងសៃតម៉ាក់ខ្លាំងមែនតើវេលានោះដែរម៉ោងអប់រំក៏ត្រូវបានបញ្ចប់ហើយលោកគ្រូអប់រំគឺបានឲ្យអ្នកដែលធ្វើការនៅទីនោះអញ្ចឹងអ្នកទាំងអស់គ្នាគឺនិយាយអំពីប្រវត្តិសៃតម៉ាក់ឲ្យគាត់ស្ដាប់ហើយចំណែកឯអ្នកដែលធ្វើការនៅទីនោះគឺគេបាននិយាយថាសៃតម៉ាក់នឹងពិតជាខ្លាំងណាស់ដែលគេអាចបាយកំតិចដុំដៃបាយកំតិចរបស់ប្រើប្រាស់ក៏ដូចជាការប្រឡងផ្សេងនានាអញ្ចឹងអ្នកទាំងអស់គ្នាគឺឲ្យតែការប្រឡងប្រើកម្លាំងសៃតម៉ាក់របស់យើងឈ្នះទាំងអស់ងាយទៅកាន់តួឯកប្រុសរបស់យើងវិញក៏ប៉ុន្តែដើរតាមផ្លូវសក់មានណាអ្នកទាំងអស់គ្នាក៏ស្រាប់តែគ្រូខាងវិទ្យានេះក៏បានមកកាត់ផ្លូវតួឯកប្រុសរបស់យើងគឺគាត់ចង់វាយតួឯកប្រុសរបស់យើងខ្លាំងណាស់គឺគាត់ចង់វាយទៅលើតួឯកប្រុសរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាស្របពេលនោះដែរគ្រូខាងវិទ្យានេះក៏បានទៅដាក់តួឯកប្រុសរបស់យើងមកដៃក្តារមុខដឹបចំយ៉ាមានណាអ្នកទាំងអស់គ្នាគាត់ក៏បានបែកលេវនៅទីនោះទៅចូលនេះណាចូលមួយសៃតម៉ាក់ដាក់បន្តិចងាប់បាត់ហើយព្រឹកស្អែកក៏បានមកដល់តួឯកប្រុសរបស់យើងគេក៏បានទៅជួបជាមួយនឹង channel ហើយ channel ក៏បាននិយាយទៅកាន់តួឯកប្រុសរបស់យើងថាលោកគ្រូនេះខ្ញុំចង់ទៅជួបជាមួយលោកគ្រូដើម្បីតែកម្លាំងចង់នៅតែឲ្យគ្រូថ្មីដែលខ្ញុំបានដាក់នេះទៅវាខ្លាំងប៉ុណ្ណាលោកគ្រូជួបជាមួយខ្ញុំផងណាបន្ទាប់មក channel គេក៏បានបើកការវិភាគទៅកាន់តួឯកប្រុសរបស់យើងចំយ៉ាមានណាអ្នកនរគ្នាតួឯកប្រុសរបស់យើងគឺអាចបានវាយនោះទេគឺគេទៅរហូតចឹងអ្នកនរគ្នាគឺគេអាចវាយជាមួយនឹង channel នោះទេរហ័យនៅពេលនោះផងដែរ channel គេក៏បាននិយាយថាលោកគ្រូកម្រិតអីលោកគ្រូឆាប់វាយជាមួយនឹងខ្ញុំមកគឺខ្ញុំចង់ដឹងថាកម្លាំងរបស់ខ្ញុំប៉ុណ្ណាលោកគ្រូកម្រិតអីណាកម្រិតអីរ៉ានិយាយចប់ផ្លេសៃតម៉ាក់របស់យើងគេក៏បានថាអូខេយើងវាយជាមួយនឹងឯងចំយ៉ាសៃតម៉ាក់របស់យើងគេក៏បានប្រើល្បឿនម្លាស់ទីរបស់គេទៅឈុំមុខគេនោះអញ្ចឹងអ្នកទាំងអស់គ្នាហើយមានណា channel របស់យើងនៅពេលដែលវាយនឹងផងដែរក៏ចៃតម៉ាក់របស់យើងក៏បានគិតផុតឬក៏បានទុកពីក្រោយ channel ហើយក៏បានវាអាទីមកឡើងដៃឡើងប៉ុណ្ណាហើយវាយទៅលើសៃតម៉ាក់អូវាយលើ channel អូយោ channel ប៉ុណ្នេះភ័យចង់លេចណោមតែកាវាយនឹងអ្នកទាំងអស់គ្នាគឺ channel របស់យើងគឺគេអត់ត្រូវធ្ងន់នោះទេដោយសារតែសៃតម៉ាក់របស់យើងគឺអត់ដាច់ចិត្តវាយចំកណ្ដាលមុខ channel នោះទេហើយតែមានណាអ្នកទាំងអស់គ្នាមើលទៅពីក្រោយទៅគឺផ្សាយមកឡងបែកភ្នំបែកដីហើយឡើងខ្ទេចខ្ទីម្ដងតែបើ channel បើត្រូវមកដៃនោះប្រហែលជាអាចងាប់ណានៅពេលនោះផងដែរតួឯកប្រុសរបស់យើងគេក៏បានបបួល channel ទៅញ៉ាំអីកន្លែងមួយកន្លែងចឹងអ្នកទាំងអស់គ្នាដល់កន្លែងនោះផងដែរបើសិនជាយើងញ៉ាំច្រើនគឺគេនឹងបញ្ចុះតម្លៃរបស់យើងចំយ៉ា channel សៃតម៉ាក់ដល់ពេលនោះផងដែរគឺដាក់យកអញ្ចឹងអ្នកទាំងអស់គ្នាហើយដឹងណាគេដួលមកណាត់មានក្រៅវិស័យតម៉ាក់បើ channel នៅយន្តមានដួលអី channel លើកអកទាំងកថាំងរហ័យនៅពេលនោះផងដែរក៏ស្រាប់តែមានបរិសម្នាក់ដែលមានរូបរាងស្អាតបានណាគឺគេបានមកទីនេះហើយគេក៏បានមកនិយាយជាមួយនឹងតួឯកប្រុសរបស់យើងហើយនឹង channel អញ្ចឹងអ្នកទាំងអស់គ្នាចំយ៉ាតួឯកប្រុសរបស់យើងនៅពេលនោះផងដែរគឺគេបាននិយាយប្រាប់ channel ថាអាម៉ាកូនសែកុំនិយាយមួយអាប៉ែហ្នឹងបែរជាគ្រូអប់រំឲ្យគេមកតែមកអីអញ្ចឹងណាហើយថ្ងៃមុនគឺគេវាយអញចង់កណ្ដាលមកអញ្ចឹងណាអូឈឺខ្លាំងណាស់ប្រយ័ត្នខ្លួនផងវេលានោះដែរ channel របស់យើងគឺគេអត់ចាំយូរនោះទេហើយគេក៏បានបបួលអាប៉ែហ្នឹងទៅក្រៅតវាយគ្នាទៅក្រៅណាតាអាប៉ែហ្នឹងគឺគេបានទៅក្រៅជាមួយនឹង channel តែមានណាអ្នកទាំងអស់គ្នាគេអត់បានវាយជាមួយនឹង channel នោះទេតែគេគ្រាន់តែមកអប channel ដែលខ្លាចទៅជា hero អញ្ចឹងអ្នកទាំងអស់គ្នាគឺគេសប្បាយចិត្តជាមួយនឹង channel ខ្លាំងណាស់
បើតាមតែយើងក៏បានឃើញថាតួឯប្រុសរបស់យើងនៅកំពុងតែស៊ីអីនៅនោះហើយក៏មានអារម្មណ៍ថាព្រួយបារម្ភមួយចិននោះហាអូយខ្លាចចិននៅត្រូវគេវាយខ្លាំងណាស់ត្រូវគេវាយខ្លាំងណាស់អូយខ្លាចអូយខ្លាចខ្លាំងណាស់ហើយចំណែកឯ channel របស់យើងនៅពេលដែលគេនិយាយចោះជាមួយនឹងបរិសសង្ហាហ្នឹងហើយគឺគេបានមកអង្គុយជាមួយសាយតាម៉ាក់វិញតែមានណាអ្នកទាំងអស់គ្នាគឺស្រាប់តែមាននារីស្អាតស្អាតកូនកំមុំគេស្អាតស្អាតអញ្ចឹងអ្នកទាំងអស់គ្នាបានមកសុំចាប់ដៃមួយ channel អូបងចាំចាប់ដៃមួយមកសុំចាប់ដៃមួយមក channel របស់យើងមានប្រកាន់នៃណាអ្នកទាំងអស់គ្នាសូម្បីតែមានក៏ប្រកាន់ដែរមានក៏ឲ្យចាប់ដៃដែរអើយឡយចំណាយសាយតាម៉ាក់របស់យើងវិញអ្នកទាំងអស់គ្នាឃើញក្បាលដូចពងទេមន់ហ្នឹងអ្នកទាំងអស់គ្នាហើយក៏បានអន់ចិត្តខ្លួនឯងខ្លាំងអញបើថាដូចចំណែកជាមួយ channel អញ្ចឹងអ្នកទាំងអស់គ្នាគឺគេទាំងអស់គ្នាគឺចាប់ដៃ channel ហើយគាត់ជាគ្រូ channel អត់មានណាគេចង់ចាប់ដៃជាមួយសោះគឺមានតែ channel ម្នាក់ឯងអញ្ចឹងគឺគេរៀងចំណែកណាស់ព្រឹកស្អែកក៏បានមកដល់យើងក៏បានឃើញថា channel របស់យើងគឺបានស្ពេចបង្វិចយ៉ាងធំមួយគឺសុំសាយតាម៉ាក់នៅដែរណាគឺសុំសាយតាម៉ាក់នៅជាមួយចំយ៉ានៅពេលនោះផងដែរសាយតាម៉ាក់របស់យើងគឺគេប្រកែកថាអត់ទេអត់ឲ្យនៅបន្ទង់នឹងតូចចានៅមិនកើតអត់ឲ្យនៅទៅទៀតឲ្យវិញក្រោយនេះចប់ផ្លេច channel របស់យើងគេក៏បានទម្លាក់លុយម្ដុំយ៉ាងធំចំយ៉ាសាយតាម៉ាក់របស់យើងនៅពេលនោះផងដែរគឺគេឃើញក្នុងចិត្តចឹងណាអ្នកទាំងហើយគេជឿថាជុំអានេះយកលុយមកទីទឹកចិត្តអញមែនហើយកុំគិតថាទីទឹកចិត្តអញបានមកទុកបង្វិចសិនមកនៅនេះហើយឆ្កែដែរហើយសាររបស់យើងក៏បានដល់ទីបញ្ចប់អ្នកទាំងអស់គ្នាគឺជាប់ហើយเพจនេះនោះចាំเพจតទៅអូខេថ្ងៃនេះខ្ញុំបាទ DS ម្រៃរឿងគឺមានតែប៉ុណ្្នឹងទេជម្រាបអ្នកទាំងអស់គ្នាសើក៏ពេលល្អនឹងជាសរសើរត្រឹមមេដាបេដាពីខ្ញុំ DS ម្រៃរឿងបាយបាយ